ខ្ញុំបកករណាសូមនមស្ការចំពោះប្រតនត្រ័យទាំង3ដែលគោរពព្រមទាំងសូមគោរពដល់ញាតិធម៌ទាំងអស់ដែលគោរពថ្ងៃនេះខ្ញុំចង់និយាយអំពីសិលពាក្យថារក្សាសិលឬក៏សមាទានសិលដែលពុទ្ធបរិស័ទយើងតែងតែប្រើពាក្យថាទៅសំសិលពាក្យទៅសំសិលដូចជាមិនត្រូវទេទៅសំសិលគឺស្មើនឹងទៅសំពីលោកមែនសិលពីលោកមកស្គួយស្គល់ចូលនឹងខ្លួនយើងឬក៏លោកមានសិលឲ្យមកកញ្ចប់ម្នាក់អានឹងបានសំប្រើពាក្យថាទៅសំសិលប៉ុន្តែទោះបីជាយ៉ាងណាក៏មិនដែរព្រោះយើងទម្លាប់អញ្ចឹងទៅប្រើពាក្យទៅសំសិលកម្មសិលរក្សាសិលឬក៏សមាទានសិលតើយ៉ាងម៉េចក៏បានដែរគឺមិនខុសទេតែបាញ់ខ្ញុំនិយាយលេងសើចចោះថាតើរក្សាសិលយ៉ាងម៉េចទើបត្រឹមត្រូវសម្រាប់ឲ្យអ្នកដែលមិនទាន់យល់ច្បាស់ឲ្យយល់ច្បាស់អ្នកមិនទាន់យល់ក៏ឲ្យយល់អ្នកយល់ច្បាស់ហើយគឺកាន់តែយល់ច្បាស់ហ្នឹងហើយខ្ញុំជម្រាបបន្ថែមនេះចុះពាក្យថារក្សាសិលឬក៏សមាទានសិលពាក្យហ្នឹងគឺពាក្យត្រឹមត្រូវរក្សាសិលតើយើងធ្វើម៉េចមិនដឹងថាយើងរក្សាសិលនឹងវាមាននៅក្នុងខ្លួនសិលគឺនៅណាសម្រាប់យើងជាកុហកឬក៏ជាពុទ្ធបរិស័ទណាសិលវាស្ថិតនៅលើចេតនានៅលើទូចិត្តហ្នឹងទេដែលយើងស្គាល់ច្បាស់អំពីសិក្ខាបទសិលឧទាហរណ៍ថាសិល5សិក្ខាបទដែលព្រះលោកបំរាមហាមមិនឲ្យធ្វើអីខ្លះយើងស្គាល់ច្បាស់ទី1គឺមិនឲ្យយើងសម្លាប់ទី2មិនឲ្យលួចទី3គឺមិនឲ្យប្រព្រឹត្តខុសនៅក្នុងកាមទៅលើប្រពន្ធកូនអ្នកដទៃទី4គឺមិនឲ្យនិយាយភូតភរកុហកទី5មិនឲ្យយើងផឹកទឹកស្រវឹងគ្រប់ប្រភេទគឺបំរាមកាលណាបំរាមហើយយើងហាមប្រព្រឹត្តកន្លងនៅសិក្ខាបទនឹងទាំង5ហ្នឹងបញ្ជាក់ថាយើងមានសិលហើយណាបញ្ជាក់ថាយើងមានសិលហើយអញ្ចឹងចង់បើបញ្ជាក់ថាយើងមានសិលចុះហេតុអីយើងមិនដឹងមែនយើងទិញចាំមែនបានយើងចាំបាច់ទៅវត្តរាល់តែសិលហើយទៅសុំសិលពីលោករាល់តែសិលយាយខ្លះគិតថាទៅថាតាមលោកហ្នឹងទៅមានសិលគិនចឹងមិនត្រូវទៅណាយាយតាយើងគាត់ទៅថាតាមលោកតាលោកមានសិលណាឲ្យយើងសិលវាស្ថិតនៅលើចេតនាខ្លួនយើងផ្ទាល់ទេយើងសមាទានសិលយើងរក្សាសិលគឺយើងវាចាកនៅអំពើអាក្រក់ដែលមានចំនួននៃសិក្ខាបទមួយដូចថាសិល5សិល8សិល10ក៏មានចំនួនសិក្ខាបទហ្នឹងទៅប៉ុន្តែបើយើងស្រួលស្ដាប់គឺយើងវាចាកអំពើណាដែលអាក្រក់គ្រប់យ៉ាងទៅគឺអ្វីដែលនៅសល់គឺសិលហើយអានឹងគឺយើងមានចេតនាវាចាកអញ្ចឹងណានឹងហៅថាតួសិលគឺមានចេតនាវាចាកតែមិនមែនអត់ចេតនាវាចាកដូចជាអ្នកដែលមិនយល់ពីសិក្ខាបទអ្នកដែលមិនបានសិក្សារៀនសូត្រផ្នែកតាសិលដូចជាក្មេងៗឬក៏អ្នកនៅខាងក្រៅសាសនាពុទ្ធដែលមិនបានដឹងថាតើការរក្សាសិលហ្នឹងមានអីខ្លះមិនបានដឹងទេប៉ុន្តែគាត់មិនបានប្រព្រឹត្តខុសកន្លងក្នុងសិក្ខាបទណាមួយទេអញ្ចឹងក៏គាត់មិនបានដឹងអញ្ចឹងតែគាត់មិនបានប្រព្រឹត្តខុសដូចជាកូនក្មេងហ្នឹងតែបានទៅលួចតែបានទៅសម្លាប់តែបានទៅខុសអីចុះកូនក្មេងហ្នឹងមិនមានសិលទេគឺមិនមែនទេណាមិនមែនបែបហ្នឹងទេអ្នកមានសិលគឺមានចេតនាវាចានៅសិក្ខាបទដែលសិលដែលព្រះលោកបំរាមហ្នឹងគឺមានចេតនាគឺស្គាល់ថាការប្រព្រឹត្តអញ្ចេះវាខុសសិលធ្វើដាច់សិលគឺលោកស្គាល់ច្បាស់ហើយលោកមិនធ្វើគឺលោកជៀសវាងតែអ្នកខ្លះដែលថាកូនក្មេងហ្នឹងដោយសារមិនធ្វើហ្នឹងថាវាអត់មានហេតុដែលត្រូវធ្វើហ្នឹងហើយប៉ុន្តែមិនដឹងថាមិនធ្វើហ្នឹងឬក៏ធ្វើហ្នឹងប៉ះសិលឬក៏មិនប៉ះមិនបានដឹងខ្លួនទេប្រភេទហ្នឹងមិនមែនហៅថាមានសិលអីអត់ទេអ្នកមានសិលគឺដឹងណាគឺដឹងច្បាស់ថាអំពើប្រភេទណាប្រព្រឹត្តទៅខុសប្រព្រឹត្តទៅត្រូវណាគឺដឹងច្បាស់គឺសិលស្ថិតនៅក្នុង
ចេតនាដែលវាចានៅអំពើខុសណាគឺវាចាដោយខ្លួនឯងតាណាដឹងថាអំពើអាក្រក់ហើយខុសហើយយើងវាចាក់ឲ្យកុំប្រព្រឹត្តទៅគឺធ្វើអញ្ចឹងគឺមានសិលហើយអាចបើដឹងថាអញ្ចឹងហេតុអីបានទៅសុំពីលោករសិលដោយសារចាស់បុរាណយើងនឹងគាត់មានចេតនាចង់ឲ្យយើងនឹងទៅវត្តនឹងហោចណាស់ក៏សម័យមុនបានបាយមកស្រាក់យកទៅប្រគិនលោកដែរហើយក៏ជួបជុំញាតិពធប្រុសស្រីនឹងជុំគ្នាហើយខ្លះក៏បានសន្តានាពធជុំគ្នាបានរីកចម្រើននៅបញ្ញាគឺចេតនារបស់លោកល្អណាស់ចាស់បុរាណណាគឺបើមិនធ្វើអញ្ចឹងយើងមិនទៅវត្តវាអញ្ចឹងលោកមិនចេតនាល្អទេក៏ប៉ុន្តែដោយសារយើងមិនបានសិក្សាមិនបានរៀនសូត្រពីចេតនារបស់គាត់ទៅយើងគិតថារក្សាសិលអ្នកដែលកាន់សិលហ្នឹងតលតែទៅសុំពីលោកបានមានសិលយើងគិតអញ្ចឹងមិនត្រូវទេណាគឺអ្នកដែលត្រឹមត្រូវគឺវាចាគឺសិលវាចានៅអំពើអាក្រក់សិលគឺស្ថិតនៅក្នុងចេតនារបស់ខ្លួនកាលណាយើងដឹងថាការប្រព្រឹត្តបែបណាខុសនឹងសិលយើងកុំធ្វើទៅពេលនោះយើងមានសិលហើយតែបើយើងនៅជាកុហកអញ្ចឹងកាលណាយើងប្រព្រឹត្តខុសនៅសិក្ខាបទណាមួយយើងដឹងខ្លួនក៏យើងសមាទានសាថ្មីទៅយើងអតិថិដ្ឋានតាំងចិត្តសាថ្មីទៅសិលនឹងមានវិញ្ញាណប៉ុន្តែអាខុសសួរថាបាបអត់បាបហ្នឹងណាប៉ុន្តែវាប្រព្រឹត្តរួចទៅហើយយើងទៅកែកន់ល្មិចវារួចទៅហើយណាប៉ុន្តែពេលយើងដឹងខ្លួននៅពេលណាយើងតាំងចិត្តសាថ្មីទៅសិលនឹងឡើងមកវិញ្ញាណហ្នឹងសម្រាប់ជាកុហកប៉ុន្តែយើងទៅវត្តហ្នឹងដូចខ្ញុំបាននិយាយខាងលើហ្នឹងគឺទៅដើម្បីបានចង្ហាន់ទៅគិនលោកផងប៉ុន្តែសង្ហៃដូចមិនឃើញមានសូវមានយកចង្ហាន់ទៅប្រគិនលោកសង្ហៃតាមវត្តជាច្រើនតែវត្តខ្លះមានបានចង្ហាន់ទៅប្រគិនលោកឆាន់នឹងចំណេញបានជួបជុំញាតិមិត្តប្រុសស្រីអើងកងសបាយដែរហើយជាពិសេសហ្នឹងបានធម្មកច្ឆាគឺសន្តានាពីនេះពីនោះទៅវិរិយចម្រើនបញ្ញាអញ្ចឹងណាពីដើមចាស់ពីដើមលោកឆ្លាតអញ្ចឹងណានឹងហើយនិយាយប៉ុណ្ណឹងទៅចោះហ្នឹងអរគុណសូមជម្រាបលា